នេះត្រង់ថាអញ្ចេះមកដល់ម៉ោងនេះគឺស្ថានភាពអេរ៉ង់និងអាមេរិកនេះគឺហាក់បីដូចជាហើមស្រក់ទេបងប្អូនព្រោះម្សិលមិញបើតាមឮគឺខាងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺមានសេចក្តីសង្ឃឹមគាត់ថាគាត់មានសុទ្ធិធិនិយមថានឹងមានដំណោះស្រាយហើយតាក់ទងជាមួយនឹងអេរ៉ង់ហ្នឹងអាចនឹងមានការចរចាមួយហើយព្រោះអីគាត់ថាមានការសម្របសម្រួលដាក់សំណើមកមើលទៅអេរ៉ង់ដូចជាព្រមច្រើនហើយដល់គ្រាន់តែលឺសូប៉ុណ្ណឹងព្រមច្រើនហ្នឹងទៅតងបរិមាណណូណាបងប្អូនគ្រាន់តែប៉ុណ្ណឹងភ្លាមប្រេងឆៅចុះកំហុកភ្លាមហើយគ្រាន់តែបានប្រហែលមកស្រាប់តែមេដឹកនាំអេរ៉ង់គេថាអារឿងអុយរ៉ាញ៉ូមអីហ្នឹងគឺអត់មានឲ្យអាមេរិកគ្រប់គ្រងទេគឺគេសុកចិត្តយកទៅកំទេចខ្លួនឯងអីចឹងទៅប្រេងឡើងមកវិញភ្លាមចឹងវិញឃើញបងប្អូនតែឥឡូវនេះស្រាប់តែលោកត្រាំថាអត់មានទេបើអាអ៊ីរ៉ង់អាអុយរ៉ាញ៉ូមមានប្រមាណ900តោន900ផោនប្រហែលជា4-500គីឡូហ្នឹងគឺបើអាមេរិកត្រូវតែចូលទៅយកមកកំទេចចោលនៅអាមេរិកអត់ឲ្យអ៊ីរ៉ង់ចាត់ចែងខ្លួនឯងអាមេរិកអត់ត្រូវការហ្នឹងទេប៉ុន្តែយកមកកំចាត់ចោលខ្លួនឯងនៅនេះដើម្បីឲ្យដឹងថាអស់អ៊ុយរ៉ាញ៉ូមកុំឲ្យអ៊ីរ៉ង់មានអាហ្នឹងដើម្បីផលិតបរិមាណណូហើយបើអ៊ីរ៉ង់អត់ព្រមទេគឺមានបញ្ហាគ្នាទៀតគ្រាន់តែប៉ុណ្ណឹងប្រេងឆៅឡើងថ្លៃប្រាវទៀតបាទបងប្អូនតែយ៉ាងណាមើលទៅកាន់តែខិតគៀកទៅដែរហើយព្រោះអីអ៊ីរ៉ង់មើលទៅជៀសមិនផុតពីការព្រមឈប់ផលិតអាវុធបរិមាណណូនឹងទេព្រោះបើមិនអញ្ចឹងអាមេរិកនឹងវាយកំទេចខ្ទេចខ្ទីអីអញ្ចឹងណាបងប្អូនរឿងនេះគឺអ៊ីរ៉ង់ក៏ពិបាកដែរព្រោះខ្លួនដឹកនាំប្រទេសបែកផ្ដាច់ការពេកទៅវាអត់មានប្រទេសណាគេគ្រប់គ្រងអ៊ីរ៉ង់សោះអាមេរិករំលោភឈ្លានពានអ៊ីរ៉ង់មិនមែនត្រូវទេណាប៉ុន្តែប្រទេសនៅលើពិភពលោកអត់គ្រប់គ្រងអត់មានណាថ្កោលទោសឬក៏ចង់និយាយថាអត់មានណានៅខាងអ៊ីរ៉ង់ច្រើនដែរព្រោះយើងធ្វើប្រទេសផ្ដាស់យូរឆ្នាំពេកអញ្ចឹងហើយបានថាមេដឹកនាំយើងគេធ្វើឲ្យប្រទេសមានប្រជាធិបតេយ្យមានសន្តិភាពមានការផ្សះផ្សាជាតិមានអីឲ្យល្អសិទ្ធិមនុស្សនឹងឲ្យត្រឹមត្រូវដើម្បីអីពេលមានរឿងអីជាមួយប្រទេសជិតខាងយើងបានប្រទេសជាមិត្តជួយយើងឥឡូវសូម្បីកម្ពុជាអត់លេងអត់មានណាជួយយើងម្នាក់ហើយទៅយើងនៅស្រែកតែខ្លួនឯងហើយថៃចេះកិច្ចកុករហូតបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះព្រោះខ្ញុំដល់ពេលទៅចូលធ្វើការរីត្រីសួស្ដីដល់បងប្អូនទាំងអស់នៅប្រទេសកម្ពុជាហើយនឹងអរុនសួស្ដីបងប្អូននៅទីក្រុងឡុងបិចរដ្ឋ California សូមជម្រាបលាជួបគ្នានៅយប់ស្អែកទៀតបាទនឹងដោះសារឬក៏ការពារប៉ុណ្ណាតែជាទូទៅទម្លាប់របស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺទាត់ចោលថាអង្គការនេះមានចេតនានយោបាយខូចចង់លៀបពណ៌អីរដ្ឋាភិបាលប៉ុន្តែខ្លួនឯងអត់ព្រមផ្សាយព័ត៌មានហ្នឹងដើម្បីជាផុសតាងឯងគេចោទថាណែឯងបានរំលោភកូនគេអញ្ចឹងទៅយើងថាអត់ទេកូនខ្ញុំស្អាតស្អំនិយាយតែប៉ុណ្្នឹងហ្មងអត់មានប្រាប់ថាទេកូនខ្ញុំនៅថ្ងៃហ្នឹងម៉ោងហ្នឹងមិននៅកន្លែងហ្នឹងទេគាត់មិនបានស្គាល់ក្រុមគ្រួសារនេះទេលាក់អីអូយដូចថានិយាយទៅប្រាប់ថាអត់អញ្ចឹងគឺថារួចខ្លួនបើទៅតុលាការយើងចាញ់ក្តីគេអតីតប្រធានសិទ្ធិមនុស្សកម្ពុជាអំពាវនាវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិខ្ញុំដកស្រង់សម្ដីរបស់អ្នកស្រីច័កសុភាពទេតាមពិតជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឥឡូវនេះគាត់បានឈប់បាត់ទៅហើយគាត់តែងតែផ្សាយព័ត៌មានច្រើនតាក់ទងនឹងលោកកឹមសុខានិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលើកនេះគាត់និយាយថាធ្លាប់ជាសហការីធ្វើការជាមួយលោកកឹមសុខាកាលគាត់នៅជាអ្នកសម្ភាសចុងក្រោយមុនសម្រាប់ផ្ដល់ការងារឲ្យខ្ញុំធ្វើជាជំនួយការតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាកាមុនលោកកឹមសុខាជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុននឹងបើកគណៈបកសិទ្ធិមនុស្សនោះបាទគាត់ដឹងថាឪពុករបស់ខ្ញុំធ្វើជានគរបាលតែគាត់មិនបានដៅមុខសញ្ញាលើខ្ញុំសំបីតែបន្តិចគាត់មានតែបារម្ភថាតើគ្រួសារខ្លាចទេដែលក្មួយមកធ្វើការខាងសិទ្ធិមនុស្សដូច្នេះថ្មីបើមិនបានធ្វើការផ្ទាល់ច្រើនជាមួយគាត់ពេលនោះតែគាត់ជាមនុស្សមានឆន្ទៈគួរឲ្យគោរពគាត់សម្ដៅទៅលើលោកកម្មសុខាលោកស្រីច័កសុភាពបន្តទៀតថាគាត់ពេលគាត់ឈប់ពីមជ្ឈមណ្ឌលទៅបង្កើតគណៈបកគាត់មិនដែលលូកដៃជ្រៀតជ្រែកកិច្ចការស្ថាប័នហើយគាត់គោរពការសម្រេចចិត្តសហការីដោយមិនមានការបង្ខិតបង្ខំអ្វីទាំងអស់តួយ៉ាងដូចគាត់ធ្លាប់ហៅខ្ញុំឲ្យចូលរួមការងារគណៈបកជាមួយគាត់ពេលប្រជុំប្រកាសបុគ្គលិកអំពីការលាលែងនិងទៅបង្កើតគណៈបកសិទ្ធិមនុស្សនៅឆ្នាំ2007
តែខ្ញុំបដិសេធហើយគាត់ក៏ញញឹមនិងអរគុណខ្ញុំដែលនៅតែបន្តការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះគ្មានភាពមងសៅគ្មានការអាក់អន់ចិត្តគឺគាត់មានតែជូនពរសហការីឲ្យនៅបន្តមកដល់ពេលនេះគាត់ត្រូវរងបាត់ចោលទាំងអយុធធម៌ដោយសារតែភាពសកម្មនិងប្រជាប្រិយភាពការនយោបាយរបស់គាត់អ្នកស្រីចောက်សុភាបន្តទៀតថាខ្ញុំមិនសង្ឃឹមថាគាត់អាចទទួលបានយុត្តិធម៌ដែលបានបាត់បង់ច្រើនឆ្នាំនោះមកទេតែសង្ឃឹមថាអ្នកនយោបាយជើងចាស់និងថ្មីទាំងឡាយអាចពិចារណាឡើងវិញផ្សះផ្សាជាតិមិនគួរបន្តយកខ្មែរជាពិសេសបុគ្គលសកម្មជាសត្រូវនោះឡើយសកម្មជនជាច្រើនបានបែកបាក់ក្រុមគ្រួសារខកខានមិនបានជួបអ្នកមានគុណចុងក្រោយទូយ៉ាងដូចជាលោកយីមលៀងហ៊ីជាដើមឬក៏ម្ដាយចាស់ជរារបស់ប្អូនកើតសរាយនិងសកម្មជនដទៃទៀតដោយលោកកម្មសុខាគាត់គួរអាចប្រើពេលវេលាមើលថែម្ដាយឲ្យបានប្រសើរជាងនេះហើយខ្ញុំជឿថាគ្មានថ្នាក់ដឹកនាំឬអ្នកនយោបាយណាឬបុគ្គលណាម្នាក់ចង់បែកពីគ្រួសារខ្លួននោះទេសូមស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិបាទប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នានិយាយដូចគ្នាចង់បានឲ្យខ្មែរផ្សះផ្សាកុំឲ្យលឺតែនយោបាយប្រជាពិធដ្ឋមាត់ជាចិត្តជាទេវទត្តមាត់ជាទេវតាសិតតែផ្សះផ្សាប៉ុន្តែយកខ្មែរគ្នាឯងជាសត្រូវងើបមួយវាយមួយអញ្ចឹងណាឥឡូវចូលដល់រឿងអាចារ្យហ្វីបាទខ្ញុំនឹងបិទបញ្ចប់រឿងអាចារ្យហ្វីថ្ងៃនេះចោះព្រោះអីមានគាត់ចេញមុខមកបកស្រាយដែរស្ងាត់ឈឹងអាចារ្យហ្វីនឹងក៏ធ្វើឲ្យស៊ីអារម្មណ៍ខ្លាំងមែនតើតាមបណ្ដាញសង្គម Facebook ខ្ញុំមិនបន្ទោសជនរងគ្រោះព្រោះខ្ញុំអត់មានសិលធម៌បន្ទោសជនរងគ្រោះទេអាចារ្យហ្វីគឺជាជនរងគ្រោះនៃអំពើតាមធ្វើទុកបុកម្នេញគ្រប់រូបភាពទាំងរូបភាពនយោបាយហើយអាចារ្យហ្វីគឺជាបុគ្គលខ្មែរមួយរូបពលករខ្មែរចំណាក់ស្រុកនៅឯប្រទេសកូរ៉េខាងត្បូងដែលសកម្មនៅក្នុងកិច្ចការសង្គមអាចារ្យហ្វីមែនតែនឈ្មោះដើមគឺឈ្មោះបុត្រវិឆ័យគាត់មិនមែនជាសកម្មជនរបស់គណៈបកប្រឆាំងឬគណៈបកណាមួយទេក៏បានអះអាងដូច្នេះគាត់ថាគាត់គាំទ្រអ្នកប្រជាធិបតេយ្យអញ្ចឹងបាទគាត់ចូលរួមរិះគន់រដ្ឋាភិបាលស្ទើរតែមិនលុះពេលទេហើយជាទូទៅគឺគាត់វាយបកទៅសកម្មជនគណៈបកកាន់អំណាចនឹងដែលអាចមានពេលខ្លះនឹងក៏ជេរបចោលគ្នាពេញ Facebook នឹងក៏មានដែរតែអ្វីដែលគាត់បេះដូងគាត់ធំមើលទៅគឺគាត់ស្រឡាញ់ជាតិកម្ពុជានេះខ្លាំងមែនតើរហូតតគេធ្វើទុកបុកម្នេញតាមសម្រាប់គាត់2 3ដងហើយបើតាមគាត់និយាយថាតាមធ្វើឃាតគាត់អត់បានសម្រេច2 3ដងហើយចាប់មនុស្សបាន6នាក់ទេប៉ុន្តែអាជ្ញាធរកូរ៉េហាមមិនឲ្យគាត់និយាយអីទេកំពុងតាមដានចាប់មេខ្លោងធំអីចឹងទៅថ្ងៃនេះគាត់មកសំណូមពរប្រាប់ប្រជាពលរដ្ឋទាំងអស់តាមបណ្ដាញសង្គម Facebook ហ្នឹងឈប់ឲ្យបន្តលាបពណ៌គាត់តទៅទៀតគាត់ថាយកព័ត៌មានគាត់បន្តិចបន្តួចសោះទៅពលឹះគាត់ថាអ្វីដែលសំខាន់គាត់ចង់បញ្ជាក់ថាគាត់មានសុវត្ថិភាពធម្មតាវិញហើយអត់អីទេហើយអាជ្ញាធរសមត្ថកិច្ចប៉ូលីសរបស់កូរ៉េខាងត្បូងនេះកំពុងតែតាមដានស៊ើបអង្កេតយកជនដៃដល់ដែលធ្វើទុកបុកម្នេញវាយតប់គាត់ដែលរហូតតតែឃើញគាត់ដាក់រូបថតមកស្លឹកនៅលើគ្រែសង្គ្រោះបន្ទាន់អីហ្នឹងគេកំពុងចាត់ការគាត់មិនអាចនិយាយរឿងអីនេះបានទេក៏ចឹងគាត់សំណូមពរឲ្យប្រជាពលរដ្ឋហ្នឹងឈប់បកស្រាយខុសរឿងតាក់ទងរឿងគាត់ហ្នឹងបងប្អូនតាមពិតអាចារ្យហ្វីពេលខ្លះក៏គាត់បង្កើតឲ្យមានព័ត៌មានវល់ពេញបណ្ដាញសង្គមដែរខ្ញុំគិតថាគាត់ជាជនរងគ្រោះខ្ញុំពិតជានៅខាងគាត់អញ្ចឹងមែនហើយប៉ុន្តែនៅពេលដែលយើងផ្សាយព័ត៌មានអីកណ្ដោយរូបថតមកស្លឹកដាក់លើគ្រែសង្គ្រោះបន្ទាន់ហើយទៅអត់មានរៀបរាប់អីពីដើមដំណើរដើមតងនៃដើមហេតុតែហេតុអីបានជាយើងត្រូវគេសង្គ្រោះបន្ទាន់តើអ្នកណាវាយតប់តើអ្នកណាធ្វើបាបចង់ធ្វើឃាតចង់សម្លាប់ឬក៏រឿងនយោបាយឬក៏ផ្ទាល់ខ្លួនឬក៏រឿងមិនទាន់ដឹងរឿងអីទេរឿងនេះវាអញ្ចេះក៏អត់បកស្រាយអីទាំងអស់គាត់ដាក់តែរូបថតពីស្លឹកមកហើយឲ្យមនុស្សនាំគ្នាបកស្រាយជាការពិតគាត់ជាសកម្មជនម្នាក់ដែលរិះគន់រដ្ឋាភិបាលអត់សំចៃមាត់តែចេញមករឿងគេធ្វើបាបគេវាយដំមានណាមានគណៈបកប្រជាជនកម្ពុជាហ្នឹងព្រោះអីដូចលោកហេងស៊ូអីធ្លាប់ចង់ធ្វើទុកបុកម្នេញតែក្រុមប្រឆាំងដើម្បីទោះក្នុងតម្លៃណាយកមកដូចលោកហ៊ុនសែនអីឲ្យតែក្រុមប្រឆាំងយកមកតែសាកសពក៏បានឲ្យតែចាប់បានឬក៏ធ្វើទុកបុកម្នេញបានដូច្នេះអាវិមតិសង្ស័យហ្នឹងគឺគេចាប់ផ្ដើមដៅទៅលើគណៈបកកាន់អំណាច 100% ហើយនៅពេលដែលយើងអត់បកស្រាយខ្លួនឯងហើយគណៈបកប្រឆាំងក៏ចាប់ផ្ដើមកេងចំណេញដែរព្រោះដោយសារតែមានតែគណៈបកកាន់អំណាចនឹងឯងដែលចង់សម្លាប់សកម្មជនដែលហ៊ានតមាត់តវ៉ាអីតាក់ទងនឹងរឿងរដ្ឋាភិបាលដូច្នេះខ្ញុំសំណូមពរដែរអាចារ្យហ្វីខ្ញុំជូនពរឲ្យមានសុវត្ថិភាពហើយរួចផុតពីសត្រូវមាចង្រៃដែលតាមព្យាបាទអាចារ្យហ្វីក៏ប៉ុន្តែពេលខ្លះព័ត៌មានបើមិនផ្សាយសោះក៏ល្អដែរ
ប៉ុន្តែបើជ្រុលជាផ្សាយហើយសូមឲ្យបញ្យលបងប្អូនឲ្យមានជាដើមជាវគ្គជា clear ជាប្រយោគជាអីត្រឹមត្រូវជួនកាលដាក់ប្រស្នាមកថាពេលធ្វើនយោបាយដើរផ្លូវហ្នឹងអញ្ចឹងនៅពេលដែលចូលរឿងនេះបានដឹងហើយគ្មាននរណាមើលការខុសត្រូវគ្មានអីធ្វើឲ្យខាងក្រុមគណៈបកប្រជាជនវាយប្រហារក្រុមប្រឆាំងភ្លាមថាឃើញឯក្រុមគ្នាគាត់ក្រុមប្រឆាំងហ្នឹងមានរឿងអីរត់ចោលគ្នាអញ្ចឹងគឺអត់ជួយហើយដល់អញ្ចឹងយើងធ្វើឲ្យមានមន្ទិលគ្រប់ពេកឲ្យវល់ហើយទៅអាចារ្យហ្វីខ្លួនឯងមកថាបងប្អូនមកវល់ពេញបណ្ដាញសង្គមដើមហេតុនៃការធ្វើឲ្យវល់ហ្នឹងគឺអាចារ្យហ្វីទេយើងត្រូវបញ្យល់ទៅហើយគេខ្វល់ហ្នឹងជួនកាលគេខ្វល់រឿងសុវត្ថិភាពអាចារ្យហ្វីហ្នឹងតាគេខ្វល់ខ្លាចគេធ្វើឃាតមិនមែនគេសម្លាប់មិនមែនអ្នកណាជាសត្រូវស៊ីសាច់ហត់ឈាមចង់ឃើញអាឃាតករហ្នឹងអីចឹងទៅហើយម្នាក់សម្រួចទៅថាខាងគណៈបកប្រជាជនកម្ពុជាហើយដល់ពេលអត់មាននិយាយអីសោះអញ្ចឹងវាធ្វើឲ្យច្បល់ដូច្នេះខ្ញុំសនំពរថាតាមពិតអាចារ្យហ្វីមានភាពឆ្លាតវៃនៅក្នុងការផ្សព្វផ្សាយព័ត៌មានកន្លងមកហ្នឹងគឺប្រជាពលរដ្ឋតាមដានគាត់ក៏ច្រើនឲ្យតម្លៃគាត់ក៏ច្រើនគាត់ថាលើកទឹកចិត្តថាបើដាក់រូបថតមកស្លឹកនៅលើក្រែស្នែងអញ្ចឹងពន្យល់គេផងរឿងហ្នឹងរូបហ្នឹងពីអង្កលហេតុអីហើយគេឃុំខ្លួននឹង72ថ្ងៃហ្នឹងដោយមូលហេតុអីហើយចង់បានឲ្យប្រជាពលរដ្ឋហ្នឹងជួយអីយើងដាក់ចោលចឹងទៅប្រជាពលរដ្ឋនៅវ៉ែពេញទឹកពេញដីនឹងអានេះគឺជាការបំពុលទៅវិញទេបងប្អូនតាមពិតគាត់ចង់ប្រាប់ថាគាត់មានទុកប៉ុន្តែគេចង់ជួយអត់បានមិនដឹងជួយកន្លែងណាដល់ពេលគណៈបកប្រឆាំងជួយគាត់រករឿងគណៈបកប្រឆាំងហ្នឹងថាលៀបពណ៌អ្នកប្រជាបតៃធ្វើដូចគ្នាអត់ប្រឹងជួយគ្នាទៅធ្វើបាបគាត់វិញអត់ដឹងអ្នកណាធ្វើបាបអ្នកណាទេដើមហេតុចេញពីអាចារ្យហ្វីខ្លួនឯងទេខ្ញុំនិយាយនេះម្ដងទៀតអត់បន្ទោសជនរងគ្រោះទេខ្ញុំនៅតែជូនពរឲ្យអាចារ្យហ្វីរួចផុតពីសត្រូវមានចង្រៃទាំងអស់ហ្នឹងក៏ប៉ុន្តែសូមឲ្យអាចារ្យហ្វីបង្កើនការទទួលខុសត្រូវនៅក្នុងការផ្សាយព័ត៌មានព្រោះយើងមាន fan ច្រើនណាស់យើងមិនមែនចេះតែមកយុទ្ធសងបានទេយើងដាក់មកបញ្យល់ប្រាប់បងប្អូនអាញាធរគេអត់ឲ្យនិយាយអីគេខ្លះតែរឿងអីគេខ្លះដែលយើងអាចនិយាយបានហើយបញ្យល់ទៅជាជាងឲ្យប្រជាពលរដ្ឋនៅវល់អញ្ចឹងទៅយើងអត់ទៅមុខទេហើយដល់ពេលអត់ទៅមុខអញ្ចឹងគឺយើងជាផ្នែកនៃការបំពុលព័ត៌មានដែរទៅវិញនៅពេលដែលយើងជាជនរងគ្រោះសោះខ្ញុំអាសូរអាចារ្យហ្វីមែនតែនហើយនេះជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាយើងសរសេរអីក៏ដោយគឺយើងត្រូវដាក់ឲ្យមានថាហេតុអ្វីនៅកន្លែងណាម៉ោងប្រមាណបញ្ជាក់សាច់រឿងបន្តិចមកហើយសំណូមពរអីគឺនិយាយទៅគឺឲ្យមានសំណួរនៅក្នុងខួរក្បាលដើម្បីដាក់គេអស់ចិត្តណាជាជាងការដាក់មកឆ្កុយរូបមកស្លឹកដូចប្រស្មាអញ្ចឹងទៅហើយតើគេបកស្រាយវាធម្មតាការបកស្រាយដែលយើងម្ចាស់ខ្លួនអត់ទាំងនិយាយអីហើយខ្ញុំបានទៅអាចារ្យហ្វីក៏អត់បកស្រាយអីចំពោះខ្ញុំទៀតខ្ញុំមិនទៅជាប្រកាន់អីគាត់ទេគាត់ថាមេធាវីគាត់ឬក៏ថាប៉ូលីសអីគេមិនទាន់ឲ្យនិយាយបានខ្ញុំគោរពសិទ្ធិហ្នឹងខ្ញុំគាត់ថាព័ត៌មានបែបហ្នឹងគឺធ្វើឲ្យពុលតែលហើយឥឡូវចប់ហើយសម័យខ្លួនគេឡើងមកបកស្រាយឥឡូវអត់ដឹងរឿងអីដែរបកស្រាយសួរថាតើអ្នកវាយអាចារ្យហ្វីហ្នឹងវាយរឿងអីប្រហែលអ្នកក្រោយនឹងគាត់ថារឿងអ្នកណាចោទថាមានចាប់ឃាតករបាន16អ្នកណាបានព័ត៌មានមកពីណាអាហ្នឹងព័ត៌មានពុលដោយសារតែយើងអត់ប្រាប់គេហើយដល់ឥឡូវគាត់ថាអត់មាន6 10អ្នកនឹងណាទេធ្លាប់មានមែន6អ្នកតាមប៉ុនប៉ងធ្វើឃាតគាត់អាក្រោយហ្នឹងអត់ប្រាប់ប្រហែលអ្នកជនជាតិអីសះអីចាប់បានប្រហែលអ្នករឿងហ្នឹងរឿងអីឥឡូវអត់ដឹងអត់ដែរឥឡូវសួរមើលតើអាចារ្យហ្វីប្រាប់បងប្អូនទាំងអស់ហ្នឹងតើរឿងគាត់មានគ្រោះថ្នាក់ហ្នឹងរឿងគ្រោះថ្នាក់ដោយសារអីអត់ជាអ្នកព័ត៌មានម្នាក់ខ្ញុំអត់ដឹងថាអាចារ្យហ្វីនិយាយពីអីផងគាត់ថាសំណូមពរបងប្អូនកុំឲ្យថាគាត់ស្លាប់ថាអីទៀតទៅការគេថាគាត់ស្លាប់ហ្នឹងគេភ័យគេធ្វើឃាតតាដល់ពេលឥឡូវហ្នឹងគាត់ថាអាហ្នឹងគឺអត់ជួយគាត់ទេទៅធ្វើបាបគាត់វិញហើយចាបើអត់ធ្វើបាបហេតុអីគាត់មិនព្រមបញ្យល់ព័ត៌មានហ្នឹងឲ្យច្បាស់ទៅបងប្អូនណាហើយចុះហើយខ្ញុំមិនតែនទៅជារឿងបុគ្គលរបស់អាចារ្យហ្វីតែខ្ញុំបារម្ភពីសុវត្ថិភាពរបស់គាត់បារម្ភពីការធ្វើទុកបងម្នេញផ្នែកនយោបាយទេអញ្ចឹងបើព័ត៌មាននេះឲ្យមានភាពសពេចសពិលគឺបងប្អូនគេខ្វល់ពីយើងទេតាមពិតទៅគេឈឺឆ្អាលដោយសារយើងជាអ្នកឈឺឆ្អាលសង្គមឥឡូវដល់បងប្អូនប្រជាប្រដ្ឋឈឺឆ្អាលវិញអញ្ចឹងសូមសំណូមពរឲ្យអាចារ្យហ្វីលើកក្រោយដាក់ព័ត៌មានឲ្យគ្រប់សពហើយបើអត់គ្រប់សពទេកុំផ្សាយល្អជាងដើម្បីពលព្រោះអីយើងមិនមែនជាបងប្អូនអ្នកលួសលាហាលម្នាក់អីណាអាចារ្យហ្វីមាន fan ច្រើនណាចាការទទួលខុសត្រូវខ្ពស់មែនតើប្រជាពលរដ្ឋគេគោរពស្រឡាញ់គេឲ្យតម្លៃយើងអញ្ចឹងគេខ្វល់បារម្ភពីយើងអញ្ចឹងកុំឲ្យយើងហ្នឹងធ្វើឲ្យខ្លាចជាកម្មវត្ថុនៃការបំពុលព័ត៌មានទៅវិញណាខ្ញុំដឹងថារឿងហ្នឹងគឺអាចារ្យហ្វីជាជនរងគ្រោះប៉ុន្តែរបៀបនៅក្នុងការផ្សាយព័ត៌មានធ្វើឲ្យមានការឆ្លោះឆ្លួយអញ្ចឹងទៅបងប្អូនហាក់បីដូចជាវល់ឥឡូវម្ចាស់មកបញ្យលប៉ុណ្ណឹងក៏នៅតែមិនទាន់បាត់វល់ដែរបាទឥឡូវព័ត៌មានសន្ទុះបងប្អូន
ខ្ញុំមានរឿងមួយទៀតដែលនិយាយពីបណ្ឌិតជាក្មេងទំនើងជិត800នាក់ត្រូវបានរៀបចំផ្ទេរទៅខេត្តព្រំដែនកម្ពុជាថៃដើម្បីបបផែតបំរើជាតិអើយស្ដាប់មកដូចជាយ៉ាងម៉េចទេបងប្អូនបញ្ជូនតន់ដិតជាក្មេងទំនើងទៅពន្ធនាគារជាប់ព្រំដែនថៃដើម្បីបបផែតជាតិចុះជាតិយើងហ្នឹងក៏ខ្វះមនុស្សម៉េះតែចោតយកក្មេងទំនើងទៅបានជួយជាតិបាននេះចុះយើងអ្នកដែលជេរបតិចផ្លាសាតាមបណ្ដាញសង្គមមកកណោសបកាយបកាយចុះអ្នកសាក់ពេញស្មានៅបន្ទប់ម៉ាស៊ីនត្រជាក់សបកាយពេញស្មាហ្នឹងមិនបញ្ជូនទៅសមរភូមិខ្លះមើលហេតុអីក៏ឃើញតែអ្នកដែលអត់ស្បែកជើងមានតែស្បែកជើងផ្ទាត់ឬអត់អាវក្រោះឬក៏អត់ថ្មិញសោះហ្នឹងនាំគ្នាទៅដេកហាលសន្សាមអោបកភ្លើងនៅតតុលដែនតែរហូតហ្នឹងហើយចុះអ្នកស៊ីប្រាក់ខែរាសនេះមិនបានទៅខ្វល់រឿងតន់ដិតដែលជាក្មេងទំនើងនឹងត្រូវទៅជួយបម្រើជាតិនោះវិញតែយ៉ាងណាបងប្អូនព័ត៌មាននេះគឺដោយសារតែមានការចុះផ្សាយនៅក្នុងព័ត៌មាននៅក្នុងស្រុកគឺនិយាយថាក្មេងទំនើងប្រមាណជា800នាក់បាទគឺ790នាក់កាលពីថ្ងៃទី21ខែឧសភាម្សិលមិញនេះគឺត្រូវបានគេគ្រោងរៀបចំបញ្ជូនទៅឃុំខ្លួននៅតាមពន្ធនាគារតាមជាយដែនចិត្តជាយដែននោះវិញសំណុកយកមកប្រើអានេះបើតាមអ្វីដែលលោកខៀងសុណាឌិនដែលជាប្រធាននាយកដ្ឋានអប់រំកែប្រែនិងស្ដារនីតិសម្បទានិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា City Times គាត់និយាយថាខ្ញុំគាត់និយាយថាគេយកទៅនឹងដើម្បីបបផែតការពារជាតិនិងយកបំរើជាតិនិងដើម្បីបបផែតបដិបដាលផងតាមពិតរឿងនេះមិនប្លែកដែរព្រោះអីបងប្អូនចាំឯដើមខែឧសភានឹងលោកហ៊ុនម៉ាណែតនិយាយចេះគាត់ថាគាត់នឹងយកក្មេងទំនើងទាំងអស់នេះយកទៅបដិបដាលដើម្បីឲ្យមានប្រយោជន៍កុំឲ្យអត់ប្រយោជន៍គាត់និយាយចឹងគាត់ថាខ្ញុំមិនយកក្មេងទំនើងទៅកាន់កភ្លើងធ្វើសម្ដាប់ធ្នាប់ទ័ពរបស់ជាតិនៅជួរមុខទេកាលហ្នឹងគាត់និយាយចឹងលោកហ៊ុនម៉ាណែតថាកាលហ្នឹងគាត់និយាយនៅខួបលើកទី30នៃជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននៅកំពង់ផែស្វយ័តក្រុងបរសៃអនុថ្ងៃ1ឧសភាហ្នឹងគាត់ថាក្មេងទំនើងជាប់ឃុំសពថ្ងៃមិនមែនស៊ីដេកនោះទេគឺពួកគេក៏មានសកម្មភាពពលកម្មប្រចាំថ្ងៃផងដែរដូច្នេះខ្ញុំឲ្យពិនិត្យមើលចំពោះអ្នកទាំងនេះក្រៅពីធ្វើពលកម្មតិចតួចបោសសម្អាតធ្វើរោងបន្លែគឺទៅធ្វើសកម្មភាពចាក់បេតុងលេនដ្ឋានដើម្បីដឹកយកទៅឲ្យទៅហ៊ាននៅជួរមុខចឹងបានន័យថាការបញ្ជូនទៅព្រំដែនពន្ធនាគារព្រំដែនប្រហែលជាយកទៅឲ្យគាត់ចាក់បេតុងនឹងឯងគាត់និយាយទៀតឲ្យពិនិត្យមើលច្បាប់ដែលមានស្រាប់ដើម្បីអនុវត្តចំពោះអ្នកទោសនេះបើច្បាប់បើកហើយមានសកម្មភាពទំនើងគឺយើងចាប់ទៅចាត់ចែងទៅឲ្យក្រោមការគ្រប់គ្រងរបស់ប៉ូលីសដដែលអាចថានៅតាមបណ្ដាឃុំឬក៏រុញទៅដាក់នៅម្ដុំក្បែរឃុំណាមួយដូចជាក្នុងខេត្តព្រះវិហារខេត្តជាប់ព្រំដែនឥឡូវអ្វីដែលលោកហ៊ុនម៉ាណែតចង់បានណាឥឡូវគេធ្វើហើយគឺដើម្បីជួយសកម្មភាពកងទ័ពបាទតាមពិតអានេះគឺជាការធ្វើឲ្យក្មេងទំនើងហ្នឹងក៏បាក់ស្បាតស្មារតីដែរលើកក្រោយឲ្យរៀងតែគេអត់នៅភ្នំពេញតែបងប្អូនក្រុមគ្រួសារទៅជួបសួរសុខទុក្ខក៏អត់បានអញ្ចឹងយកទៅដល់ទល់ដែនបបាក់ក្នុងការធ្វើដំណើរម៉ែឪទៅសួរសុខទុក្ខដោយសកម្មជនបពប្រឆាំងអញ្ចឹងតែគេបរិយាយតាមខេត្តឆ្ងាយទៅគឺវេទនាដូចអ្នកស្អីកញ្ញាសេងធីរីអញ្ចឹងយកទៅដាក់នៅណាព្រះវិហារនៅណានោះអ្នកដែលគ្នាទៅគ្រប់ត្រគ្រាន់តែអ្នកជួយមើលឆ្កែគ្រាន់ទៅប្រាប់សួរសុខទុក្ខដើម្បីប្រាប់ពីឆ្កែហ្នឹងសុកទុកយ៉ាងណាហ្នឹងក៏ត្រូវចំណាយលុយជិះតាក់ស៊ីរាប់មកមួយថ្ងៃវល់ល្ងាចគឺលំបាកចឹងហ្មងបាទឥឡូវនេះគឺតកតងនឹងពលរដ្ឋរអ៊ូរឿងតាក់ស៊ីអគិសនីដណ្ដើមឆ្នាំងបាយពួកគាត់ព័ត៌មាននេះគឺទៀតឲ្យបងប្អូនមានបងប្អូនដែលរត់អាកង់3ឬក៏រត់អា pass up ឬក៏រត់ស្អីលបអីចឹងដល់ពេលឃើញគេយកឡានក្រុមហ៊ុនឡានអគិសនីរបស់ចិនមួយឈ្មោះអីវ៉ៅណាវអីគេនោះឃើញគាត់ដាក់មកថាឥឡូវមកបដាទៀតហើយតែមកទៅគឺនឹងបាត់បង់ការងារគាត់ហើយកាលមុនមានរឿងក្រុមហ៊ុនអគិសនីឡានចិនហ្នឹងយកមកម្ដងជារត់តវ៉ាតើឥឡូវដូចស្ងាត់ជើងឥឡូវមកទៀតហើយគាត់ថាបើអត់បក្រាបឬក៏អត់ដោះស្រាយបញ្ហាហ្នឹងទេឆ្នាំងបាយគាត់ផ្កាប់ទៀតហើយព្រោះអីរកអត់បានអគិសនីហ្នឹងគឺវាវាយលុកទីផ្សារអញ្ចឹងទៅបាទអញ្ចឹងអាជ្ញាធរសង្ឃឹមថាលឺរឿងនេះឲ្យដោះស្រាយជូនពួកគាត់ទៅព្រោះពងឆ្នាំងបាយនៅតិចតួចហើយនៅគេវាយទៀតតកតនឹងក្រសួងការពារជាតិកម្ពុជាថ្ងៃនេះបដិសេធថាទាហានថៃបដិសេធថាទាហានខ្មែរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់
នៅអញ្ចឹងទៅនៅចោតប្រកាន់គ្នានៅដោះសារនៅបដិសេធនៅតទល់គ្នាអញ្ចឹងទៅថៃចោតខ្មែរថាផ្ទុះអាវុធខ្មែរចោតថៃថាផ្ទុះអាវុធថៃថាបះបាញ់ផាវទេខ្មែរថាអត់បានផ្ទុះអាវុធទេហើយអត់មានដំណោះស្រាយអីទេបន្តិចទៀតវាយគ្នាប្រាវទៀតហើយថ្ងៃនេះអ្នកស្រីម៉ាលីសុជាតាថាសារព័ត៌មានថៃនិយាយអំពីខាងយោធាថៃហ្នឹងចោតប្រកាន់ថាកម្ពុជាបាញ់5គ្រាប់នៅតំបន់ភ្នំបាក់ភូមិសាសស្រុកសំរោងខេត្តឧត្តរមានជ័យថាព័ត៌មានហ្នឹងអត់ពិតទេកម្ពុជាថាជាការមូលប្រកាច់អីអញ្ចឹងទៅហ្នឹងហើយនៅមូលប្រកាច់គ្នាទៅកុំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតនអន្តរជាតិទៅក្បែរគ្នាទៅមើលទៅថតរូបថតឲ្យរាល់ថ្ងៃទៅហើយចាប់ផ្ដើមលឺកភ្លើងខាងនោះបាញ់ប្រអើលក្ដុងខាងនេះមិនដឹងបាញ់មិនបាញ់ហ្នឹងតិចទៀតបាញ់គ្នាស្លាប់រេលទៀតដែរព្រោះអារឿងត្រូវតុលាការអន្តរជាតិយើងអត់យើងនៅសាំយើងនៅសាំអញ្ចឹងយើងនៅប្រពាក់ប្រពូនក្បែរអាលបងបលាលួសដែលទៅយកអីគេបាញ់គេទាញបលាលួសអត់បានទាញកុងតឺន័រអត់បានតែយើងនៅទៅសាំអញ្ចឹងរាល់ថ្ងៃហើយដល់ពេលអញ្ចឹងវាមិនលឺបាញ់ចុះបាញ់ឡើងបាញ់ចុះបាញ់ឡើងបន្តិចទៀតត្រូវក្បាលគ្នាហើយខ្ញុំថាមើលអត់យូរទេព្រោះអារឿងតឡាការអន្តរជាតិដែលស្រួលសោះអត់ត្រូវទៅហើយថ្ងៃនេះអាម្សិលមិញនេះគឺលោកកៅឈៀដែលជាតំណាងអចិន្ត្រៃយ៍របស់នៅអង្គការសហប្រជាជាតិតំណាងឲ្យកម្ពុជាទៅរាយការណ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅប្រាប់ពីថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាម2លើកថៃធ្វើបាបប្រជាពលរដ្ឋកម្ពុជារងទុក្ខខ្លោចផ្សាឈ្លានពានទន្ទ្រានដែនអធិបតេយ្យជនស៊ីវិលខ្លោចផ្សា640,000នាក់អីឡាក់នឹងឡាក់អោលោកកែវឈៀឲ្យតើពេលណាដែលលោកមិនប្រាប់រដ្ឋាភិបាលឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុមប្រឹក្សាអង្គការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេអត់នៅខាងយើងទេលោកដឹងហើយតើទៅប្តឹងទៅទូពិតគេប្រមាណដងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិវាយប្រាវគេកោះប្រជុំប្រាវអត់ធ្វើអីប្រាវទុកឲ្យយើងវាយគ្នាប្រាវវាអត់មានប្រយោជន៍អីសោះហើយនៅតែទូលពិតប្រាប់គេថាថៃឈ្លានពានយើងទេតើប្រមាណ100ដងទៀតដែលអស់លោកត្រូវប្រាប់ស្ថាប័នអត់ប្រយោជន៍ទាំងអស់នេះទៀតខ្ញុំពងតែឆ្ងល់អាស្ថាប័នដែលគេមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតកាត់ក្តីយើងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិអត់យកភ័ស្តុតាងទៅដាក់នៅហ្នឹងហើយមកទូពិតអាស្ថាប័នអត់ប្រយោជន៍នេះខ្ញុំសុំទោសឲ្យខ្ញុំខឹងតិចស្ថាប័នអង្គការសហប្រជាជាតិនេះអត់ប្រយោជន៍ទេសាបានសន្តិសុខបើអញ្ចឹងធ្វើបាបលោកត្រាំទៅវាយអ៊ីរ៉ង់វាយប្រទេសអីផ្សេងទៀតបានហើយគ្មានទៅធ្វើកអីរុស្ស៊ីកើតផងហ្នឹងរុស្ស៊ីវាយអ៊ុយក្រែនឡើងខ្ទេចខ្ទីឃើញអង្គការសហជាតិធ្វើអីកើតទេបានតែចេញសារយើងមិនមែនខាត់អត់ឲ្យនិយាយប្រាប់អង្គការសហជាតិទេប្រាប់គេទៅប៉ុន្តែយើងប្រាប់រាប់រយដងហើយវាអត់ប្រយោជន៍អញ្ចឹងយើងកុំធ្វើរឿងដដែលឲ្យរំពឹងបានលទ្ធផលថ្មីហើយដល់ពេលថៃគេមកតបវិញថាគេអត់មានឈ្លានពានទេខ្មែរចេះបលើឆ្លោះគ្នាទៀតនៅក្នុងអង្គការសហប្រជាជាតិនឹងដដែលហើយអនុការតឡាការយុទ្ធធរអន្តរជាតិព្រមតនអន្តរជាតិគ្រាន់តែដាក់បដិងទៅហើយយើងមកអង្គុយផឹកទឹកអំពៅឬក៏ហូបមឹកអាំងនៅឆ្នេរអូជាទៀលសបាយច្រៀងការ៉ាអូខេទៅអូកាត់សាញសាក់ថ្មជីវិតខ្លះទៅក៏វាមិនចង្រៃអីដែរព្រោះតឡាការគេកាត់ក្តីឥឡូវអត់នៅគ្រប់តវ៉ាទៀមទាបដិសេធតវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តិចបាញ់គ្នាប្រាំងហ្នឹងហើយយើងធ្វើអញ្ចឹងហើយទៅតាំងប្រាប់ប្រជាពលរដ្ឋណាឲ្យតែនិយាយអីទិញទួចចាប់គេដាក់គុកថាគេនឹងញុះញង់រដ្ឋាភិបាលគេកំពុងដោះស្រាយអញ្ចឹងបើយើងគិតថាហើយឥឡូវដោះស្រាយខ្ញុំនិយាយពីរឿងដោះស្រាយហ្នឹងខ្ញុំចាប់ពាក់អារឿងព្រំដែនខ្មែរថៃរឿងដោះស្រាយចំនួនព្រំដែនខ្មែរថៃបានដីខ្មែរពីថៃមកវិញនេះណាអត់មានជំរឿសអីក្រៅពីបើកព្រំដែនឡើងវិញទេហើយបងប្អូនមិនសប្បាយចិត្តប៉ុណ្ណានាំគ្នាបិទទៅបិទ500ឆ្នាំទៀតទៅហើយបើបិទ500ឆ្នាំទៀតទេអាព្រំដែនហ្នឹងណាគឺអាដីរបស់យើងបាត់ទៅថៃហ្នឹងគឺនឹងបាត់500ឆ្នាំហ្នឹងដែរអត់មានបានមកវិញទេហើយបងប្អូនឆ្លើយថាចោះថៃអ្នកបិទតាហេតុអីបានជាបើកមកវិញរឿងព្រំដែននេះណាថៃកំពុងលងខ្លួនដែរថៃមិនមែនអត់ខុសទេថៃខុសក៏ប៉ុន្តែបើខ្មែរនៅតែច្បាស់លាស់ហើយពិតជាគិតថាមិនបើកព្រំដែននេះគ្មានការចរចាទេគ្មានការចរចាណាមួយនឹងកើតឡើងបានដើម្បីទាមទារដីថៃមកវិញឲ្យអា JBC ឬអីហ្នឹងបើព្រំដែនអត់បើកថៃតិចទៀតនឹងដាក់លក្ខខណ្ឌកម្ពុជាថាដើម្បីឲ្យគណៈកម្មការ JBC វាស់វែងព្រំដែនឡើងវិញនេះអាចបើកដំណើរការបានណាគឺតើតែកម្ពុជាព្រមបើកព្រំដែនព្រមគ្នាជាមួយថៃហើយកម្ពុជាច្បាស់ហើយលោកហ៊ុនសែនថ្ងៃមុននោះពមៀនទៀតថាអ្នកណា
អីណាមកស្អីគេបន់ស្រន់ឲ្យព្រំដែនបើកឬក៏បើកអីចាំនោះអត់ទៅមានតែចាប់ដាក់គុកទៀតតែអ្នកណាចង់ថាអំពាវនាវឲ្យព្រំដែនបើកហើយបើយើងនៅតែបិទព្រំដែនទេខ្ញុំនិយាយថារឿងចរចាព្រំដែននេះនឹងអត់ទេអញ្ចឹងអារឿងហ្នឹងក៏អត់អាព្រំដែនក៏អត់ហេតុអីក៏យើងមិនប្តឹងទៅតុលាការយុតិធធអន្តរជាតិព្រំតនអន្តរជាតិព្រោះយើងបិទច្រកអស់ហើយហ្នឹងព្រំដែនចរចាក៏បិទច្រកផ្សេងទៀតក៏បិទហើយលោកហ៊ុនម៉ាណែតមកសង្ឃឹមឱកាស 1% ដើម្បីជួបចរចាឱកាសកន្លែងណាបើយើងអត់មានបានខិតចូលគ្នាបន្តិចផងនៅតែចោតប្រកាន់គ្នាមួយថ្ងៃវល់ងាយខ្ញុំអត់យល់និយាយទៅគឺអស់លោកកំពុងតែធ្វើនយោបាយប្រជាពិធបោកប្រាស់ប្រជាប្រដ្ឋទាំងគ្រប់គ្នាអត់ព្រមរកប្រសិទ្ធភាពឲ្យប្រសើរខ្ញុំយល់ស្របថាថៃបើដើម្បីបើកព្រំដែនណាតើតែយើងកំណត់លក្ខខណ្ឌឲ្យសងយើងទាំងអស់ខៃខូចខាតថៃអ្នកបិទមុនសងការស្លាប់ប្រជាពលរដ្ឋទាហានខ្មែរខូចខាតហេដ្ឋារចនាសម្ព័ន្ធនឹងឡាក់បានហើយយើងទៅឲ្យគេសងមិនបើយើងអត់ប្តឹងគេប៉ុណ្ណឹងថៃអាណាសុកមកសងយើងអូចឹងយើងទៅដើរចោតគេថាណែណែវាយខ្ញុំបែកក្បាលណែត្រូវទៅសងសំណងខ្ញុំគេសងបើអត់ទៅតុលាការប្តឹងគេផងតតុលាការរកឃើញភ័ស្តុតាងហ្នឹងហេតុអីបានគេវាយបែកក្បាលអញ្ចឹងយើងកំពុងតែទាអីគេបើយើងអត់ប្តឹងគេខ្ញុំកំពុងតែឆ្ងល់ហើយយើងអត់មានជំរឿសអីតតែសោះហើយយើងធ្វើអីគេរាល់ថ្ងៃហ្នឹងខ្ញុំកំពុងអត់យល់ហើយប៉ុន្តែបងប្អូនឥឡូវពេលវេលាវាខ្លីណាស់ទៅហើយតាក់តងនឹងរឿងនាយករដ្ឋមន្ត្រីថៃថ្ងៃនេះគេទៅដល់ប្រទេសបារាំងហើយលោកណាត់សំទោសលោកអនុទានចាំវរៈគុលធ្វើទស្សនកិច្ចទៅបារាំងជួបលោកម៉ាក្រុងដំណើរទស្សនកិច្ចនោះរហូតដល់ថ្ងៃទី27ហ្នឹងបើតាមចាំដែលប៉ុន្តែគណៈបកប្រឆាំងថៃខាងថៃគេថាទៅនេះដើម្បីរឹតចំណងសាមគ្គីពាណិជ្ជកម្មរឿងបញ្ហាសន្តិសុខរឿងបញ្ហាបច្ចេកវិទ្យារឿងអភិវឌ្ឍរឿងពាណិជ្ជកម្មអីជាមួយនឹងបារាំងទេមិននិយាយរឿងព្រំដែនទេតែមន្ត្រីគណៈបកប្រឆាំងម្សិលមិញរបស់ថៃហ្នឹងលោកណាត់តពងរឿងបញ្ញវុធហ្នឹងថាទៅអញ្ជើញលោកម៉ាក្រុងផងកាក់គាត់ឲ្យចូលថៃសិនមុននឹងមកទស្សនកិច្ចខ្មែរនៅខែវិច្ឆិកាដើម្បីសម្របសម្រួលដោះស្រាយបញ្ហារឿងព្រំដែននេះអញ្ចឹងតាំងដោះស្រាយព្រំដែននឹងបារាំងឯណាមកជួយខ្មែរដោះស្រាយព្រំដែនកើតខ្ញុំអត់យល់ដែរបារាំងអត់អាចដោះស្រាយរឿងព្រំដែនខ្មែរអីកើតទេរឿងតឡាការព្រំប្រទានអន្តរជាតិនិងយុទ្ធធរអន្តរជាតិបារាំងគាត់ជួយជាសម្ព័ន្ធមិត្តជួយដាស់តឿនជួយដុកជួយដានឯបន្តិចទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់សមាជិកប្រឆាំងម្នាក់ទៀតត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារបាទខ្ញុំឡើងដល់ម៉ានហើយ104នាក់ហើយដែលជាប់ពន្ធនាគារសុទ្ធតែជាអ្នកទោសមនសិការនេះគឺជាអត្ថបទរបស់លីកាដូទេគឺគាត់និយាយថាអ្នកដែលជាប់ទោសរបស់គណៈបកប្រឆាំងហ្នឹងគឺឈ្មោះលោករ៉ាវុធបាទគឺទៅពួកជាប់ពន្ធនាគារ3ឆ្នាំពីបទប្រមាថព្រះមហាក្សត្រជំវិញការបង្ហោះសារលើបណ្ដាញសង្គមបាទលោករ៉ាវុធនេះគឺគេចាប់ខ្លួនយូរហើយគាត់ជាសកម្មជនរបស់គណៈបកកម្លាំងជាតិនៅខណ្ឌពោធិ៍សែនជ័យអាជ្ញាធរចាប់ខ្លួនតាំងពី15សីហា2025ម្លេះបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនហើយខ្ញុំទៅដល់ព័ត៌មាន2ទៀត3ទៀតដើម្បីឲ្យចប់ខ្ញុំជឿថាមិនចប់ទេនៅខ្ញុំនៅតែជាពាក់តែរឿងអគ្គរដ្ឋទូតអាមេរិកមិនអាចមាននៅកម្ពុជាដោយសារតែ2ឆ្នាំជាងហ្នឹងតើមូលហេតុអីខ្ញុំនឹងយកទៅប្រើផ្សាយពេលថ្ងៃស្អែកចុះតែរឿងតាក់តងនឹងរឿងតម្លៃប្រេងឆៅប្រែប្រួលតាមខ្យល់នយោបាយអាមេរិកនិងអ៊ីរ៉ង់បាទខ្ញុំនឹងបញ្ចប់ព័ត៌មាន